បាទជំរាបសួរនៅថ្ងៃនេះខ្ញុំបានអានសៀវភៅមួយក្បាលមួយចំដែលសរសេរទៅអាមេរិកាំងដែលលើកទឹកចិត្តឲ្យកុមារកុមារីជាពិសេសយុវជនក្មេងៗពួកគេហ្នឹងឲ្យអានហើយធ្វើឲ្យពួកគេក្លាយទៅជាអ្នកមានហើយចំណងជើងនៅក្នុងសៀវភៅនោះមានចំណងជើងថា How to turn $100 into $1 million អញ្ចឹងបន្ទាប់ពីការអានចប់ខ្ញុំយល់ឃើញថានៅក្នុងយុវជនយើងក៏មានឱកាសពង្រីកសមត្ថភាពរកចំណូលដោយសារតែកិច្ចការរកចំណូលហ្នឹងជាលក្ខណៈសេវាកម្មជាការផលិតក៏ដូចជាការធ្វើការងារជាការបង្កើតអ្វីដែលថ្មីដូចជាការរកស៊ីចូលហ៊ុនគ្នាជាដើមយ៉ាងណាមិញនៅក្នុងថ្មីនេះគេយល់ឃើញថាយុវជនយើងនេះគួរតែធ្វើអ្វីមួយដើម្បីរកចំណូលបានខ្ពស់ពីឥឡូវទៅហើយនៅក្នុងក៏គាត់បានណែនាំអំពីការរកចំណូលពីប្រព័ន្ធ social media ដែលយើងយល់ឃើញថាប្រព័ន្ធ social media ដែលមានឥទ្ធិពលខ្លាំងចំនួន3យើងមានជា Facebook YouTube ហើយនិង TikTok អញ្ចឹងក្នុងនេះខ្ញុំចង់លើកចិត្តដល់ក្មេងៗជាពិសេសយុវជនដែលមានសមត្ថភាពតែបាទគាត់អាចប្រឹងប្រែងរៀនសូត្រក៏ដូចជាសាកល្បងនៅបច្ចេកវិទ្យាថ្មីមានន័យថាបើសិនជាគេអាចផលិតនៅអ្វីថ្មីអាចធ្វើអ្វីដែលល្អហើយតាក់ទាញហើយមានសមត្ថភាពខ្ញុំគិតថាគេអាចរកចំណូលពីវាដែរហើយជាក់ស្ដែងខ្ញុំសូមចែករំលែកនៅអ្វីដែលខ្ញុំបានធ្វើក៏ដូចជាបានស្រាវជ្រាវទោះបីជាមិនដោយផលឡើយក៏ដោយខ្ញុំគិតថាបើសិនជាកូនក្មេងៗគាត់អាចធ្វើពីឥឡូវទៅបានគឺល្អគឺសំដៅទៅលើការដែលរកលុយពី Facebook និង YouTube នៅក្នុងនេះគេតែងតែសួរថាតើ content បែបណាដែលអាចងាយរកលុយច្រើនជាងគេចំពោះខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថា content ដែលងាយរកលុយបានច្រើនជាងគេនោះគឺ content ដែលគេមើលទៅមានប្រយោជន៍មើលទៅតាក់ទាញមើលទៅគេអាចរក្សាទុកហើយជាពិសេសវាអាចសមជាមួយនឹងសមត្ថភាពរបស់យើងដែរមានន័យថាអ្នកខ្លះគេឲ្យយោបល់រក content ណាដែលតាក់ទាញ content ណាដែលល្អប៉ុន្តែបើយើងអត់សមត្ថភាពក៏ពិបាកឬអត់ចំណូលចិត្តដូច្នេះចំពោះក្មេងៗកូនៗកុមារីគេថា the kids ជាពិសេសគួរតែសាកល្បងមើលវីដេអូនេះបាននៅក្នុងវីដេអូនេះខ្ញុំបានស្រាវជ្រាវឃើញថាមានអ្នកមើលច្រើនទោះបីជាខ្ញុំមានវ័យឬចាស់បន្តិចខ្ញុំមិនអាចរៀបចំបានល្អក៏ប៉ុន្តែតាមការស្រាវជ្រាវមានអ្នកមើលច្រើនហើយបើសិនជាធ្វើបានល្អជាងនេះទៀតគឺល្អមានន័យថាការដែលរកលុយតាម YouTube ហើយនិង Facebook នេះវាត្រូវការតាក់ទាញហើយជាក់ស្ដែងនៅក្នុងនេះខ្ញុំក៏បានសាកល្បងចំណាយលុយកាក់តិចតួចមិនច្រើនទេគឺការសាងសង់ផ្ទះពីព្រោះនៅក្នុងសៀវភៅនេះក៏គេនិយាយថាមនុស្សដែលអាចមានរកចំណូលបានខ្ពស់ទាល់តែមានtwo eyes បាទយើងមាន invention និង innovation អញ្ចឹងយើងមើលឃើញទៅថាការដែលសាងសង់ផ្ទះនេះពួកខ្ញុំមានគម្រោងទី1គឺមានរបស់របរសម្ភារៈហើយការធ្វើនេះយើងអាចធ្វើផ្ទះទៅតាមក្បែរមាត់ទឹកហើយសាងសង់អញ្ចឹងមានន័យថាវាបង្ហាញពីការអត់ធ្មត់ផងក៏ដូចជាមានឱកាសស្គាល់អំពីផលិតផលការរៀបចំទាំងម៉ូដទាំងអីយើងធ្វើវាយើងបកទៅវិញបន្តិចថានៅក្នុងFacebook នេះមានអ្នកមើលច្រើនបើបងប្អូនអាចធ្វើខ្លីក៏បានវែងក៏បានមានន័យថាក្នុងឆ្នាំ2026នេះបានបង្រួមវិធីរកលុយទាំងអស់របស់ Facebook ក្នុងពេលតែមួយដើម្បីបង្កើតមាតិកាតែមាតិកាហ្នឹងខ្ញុំគិតថាការសាងសង់ផ្ទះការធ្វើផ្ទះបែបហ្នឹងក៏ងាយស្រួលដែរមានន័យថាវាចំណាយតិចហើយកូនគាត់អាចពេលដែលទៅរៀនក៏មានបង្រៀនទៅលើ STEAM អញ្ចឹងគាត់អាចបោះផ្ទះវិញគាត់អាចប្រើចំណេះដឹង STEAM នេះដើម្បីជាបទពិសោធន៍គាត់ធ្វើបាទជាបទពិសោធន៍ជាការធ្វើហើយ Facebook ក៏មានលក្ខខណ្ឌមួយចំនួនទី1មានអ្នកតាមដានយ៉ាងហោចណាស់ក៏ 5,000 ទៅ10,000 នាក់បាទទោះ 10,000 នាក់ផងដែរវាអាស្រ័យទៅលើ page ហើយរយៈពេលនៅក្នុងការមើលនោះគឺបងប្អូនមើលយ៉ាងហោចណាស់ក៏បាន
6 សែនទីដែរក្នុងរយៈពេល30 ថ្ងៃចុងក្រោយដូច្នេះបងប្អូនត្រូវតែផលិតវីដេអូដែលតាក់ទាញហើយត្រូវដែលអ្នកចំណងចិត្តមើលឲ្យបានច្រើនឧទាហរណ៍ថាខ្ញុំសង់ផ្ទះនៅក្នុងវីដេអូនេះខ្ញុំសង់ផ្ទះមួយបាទដែលជាលក្ខណៈផ្ទះលំហែកាយពីឥដ្ឋហើយឥដ្ឋនេះបងប្អូនអាចទៅរកជាបានព្រោះយើងកំងតាមអនឡាញមកយើងធ្វើវាហើយបើសិនយើងបានធ្វើកូនក៏អាចចូលរួមធ្វើជាមួយយើងដូច្នេះគាត់កាត់បន្ថយការលេងទូរស័ព្ទបាទការស្រែកដុល្លារមកចំណាយពេលដែលគាត់គិតថាទី1គាត់អាចរៀន engineering នៅពេលអនាគតរៀនរូបវិទ្យាគណិតវិទ្យាជាពិសេសគាត់បានផ្ទះបានសម្បែងតែធ្វើឲ្យគាត់ចំណាយពេលបានប្រយោជន៍ហើយបើយើងបានថតបានអីទៀតខ្ញុំគិតថាវាពិតជាមានប្រយោជន៍សម្រាប់វីដេអូយ៉ាងមែនទែនវីដេអូធ្វើយូរក៏ប៉ុន្តែវាជាលក្ខណៈគ្រួសារដែលចង់បង្ហាញបងប្អូនថាយើងផលិតវីដេអូឲ្យបានទៀងទាត់បាទយ៉ាងតិចណាស់ក៏5វីដេអូក្នុងរយៈពេល30ថ្ងៃហើយចំពោះយុទ្ធសាស្ត្រមាតិកាវិញនៅក្នុង Facebook Reel បើសិនជាបងប្អូនប្រើទាញតាមអ្នកតាមដានថ្មីរហូតមានថាពាក្យ reach អង់គ្លេសនេះគឺត្រូវអ្នកច្រើនខ្ញុំគិតថាវាបានច្រើនដូច្នេះយើងនៅក្នុងបច្ចេកទេស Facebook នោះយើងវាឡងមែនប៉ុន្តែយើងអាច set វាទៅជា Reel បន្ថែមដោយអាចធ្វើវាឲ្យលើសពីវីដេអូវែងនោះលើសពី3នាទីទៅហើយជាប្រភពចំណូលធំដែលវាអាចដាក់ផ្ទាំងនិច្ចកម្មទៅចំកណ្ដាលវីដេអូផ្សេងៗណាបាទមិនថាជា Facebook មិនថាជា YouTube ទេពីព្រោះវាអាចរកបានហើយនៅក្នុង Facebook នោះវាមាន perform bonus វាអាចលើកទឹកចិត្តយើងតាមលក្ខណៈរូបភាពយើងអាចរកតាមអត្ថបទអ្វីដែលយើងចូលចិត្តហើយចំពោះ YouTube ក៏ដូចគ្នាដែរឥឡូវពីមុនយើងមានលក្ខខណ្ឌងាយៗផងដែរបាទដោយអ្នកតាមដាន500នាក់មើលលើ3ម៉ោងក្នុងរយៈពេល1ឆ្នាំឬក៏យើងអាចមើលឡើងទៀតហើយជាពិសេសគឺខ្ញុំចង់ថាប្រធានបទអញ្ចឹងនៅក្នុងប្រធានបទនេះតាក់ទងនឹងការប្រើប្រាស់ការសង់ផ្ទះគឺគេពេញនិយមមែនទែនយើងបងប្អូនអាចឲ្យមេងតូចៗគាត់ធ្វើដើម្បីពង្រឹងសមាធិ STEAM ផងប្រសិទ្ធភាពអនាគតផងនោះគាត់ពិតជាបានថតបានអីវាចំណេញទៀតអរគុណច្រើនហើយនៅវីដេអូបន្តមកទៀតខ្ញុំនឹងធ្វើផ្ទះដូចគ្នាក៏ប៉ុន្តែមានអាងហែលទឹកផងដែរសូមអរគុណសម្រាប់ការទស្សនាហើយកុំឲ្យខាតយើងអាចរៀនធ្វើអ្វីដែលខ្លួនចូលចិត្តហើយបានលុយផងគុណច្រើនសូមជម្រាបលាបាទ